ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអេដមីននាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅមើលទិដ្ឋភាពដ៏ស្រស់ស្អាតនៅតាមដងផ្លូវចាដែលអេដមីននឹងនាំបងប្អូនទាំងអស់គ្នាឲ្យស្គាល់នៅចាទិដ្ឋភាពនៅក្នុងខេត្តមួយនៃប្រទេសថៃចាមិនមែនខេត្តមួយទេខេត្តពីរចាហើយអ្វីដែលអេដមីនកំពុងតែបង្ហាញនៅតាមដងផ្លូវហ្នឹងគឺថានៅខេត្តសុរិន្ទប្រទេសថៃចាហើយឃើញថានៅតាមដងផ្លូវគេហ្នឹងគឺថាស្រស់ស្អាតមែនតើទិដ្ឋភាពពណ៌បៃតងខ្ចីតែម្ដងណាព្រោះថាខែនេះគឺជារដូវវស្សាអញ្ចឹងរុក្ខជាតិធម្មជាតិទាំងឡាយហ្នឹងចាមានរុក្ខជាតិតូចតូចមានដើមឈើធំធំចាគឺថាលាស់ប៉ុណ្ណឹងគ្នាណាចាគេហៅថាបង្អួតសម្រស់លេគ្នាតែម្ដងណាប៉ុណ្ណឹងបច្ចេកគ្នាខៀវខ្ចីចាហើយខ្យល់ហ្នឹងក៏បាក់ទៅសៀមកចាហើយនៅខេត្តសុរិន្ទហ្នឹងតាមដងផ្លូវហ្នឹងគឺឃើញមានគេដាំនៅបន្លែជាច្រើនផងដែរចាបន្លែហ្នឹងដូចជាចាមិនឃើញច្បាស់ជាបន្លែដោយសារនៅតាមដងផ្លូវអញ្ចឹងណាអញ្ចឹងគឺឃើញតែដំណាំដាំដុះផ្សេងចាដូចជាសណ្តែកដីចាហើយនឹងចកាដែលមានដើមឈើរៀងខ្ពស់ហ្នឹងដោយសារអេដមីនមើលពីជើងងាយទៅអត់ដឹងថាដើមអីគេដែរចាប៉ុន្តែគឺថាចកាគេហ្នឹងគឺល្អមែនតើចាដោយបងប្អូនឃើញអញ្ចឹងចាហើយនិយាយពីផ្លូវវិញរលោងស្រាលតែម្ដងចាគឺថាផ្លូវគេគឺស្អាតចាហើយធម្មជាតិនៅតាមដងផ្លូវក៏ស្អាតចានៅរដូវវស្សាអញ្ចឹងកលេចទៅតាណាក៏បៃតងស្រស់កលេចទៅតាណាក៏ខៀវស្ងាត់ដែរចាហើយយើងក៏ធ្វើដំណើរទៅទៀតចាហើយតាមដងផ្លូវហ្នឹងចាគឺទិដ្ឋភាពដែលអេដមីនព្យាយាមថតដើម្បីទុកចែកជូនទៅដល់បងប្អូនទាំងអស់គ្នាបានទស្សនាណាចាតែការពិតហ្នឹងគឺថាអេដមីនពុលឡានចាឥឡូវយើងចូលមកដល់ខេត្តមួយទៀតហើយចាអ្វីដែលអេដមីនកំពុងតែបង្ហាញនេះគឺខេត្តឧបលចាឧបលនៅប្រទេសថៃជាខេត្តមួយដែលនៅភាគខាងជើងប្រទេសថៃណាចាហើយខេត្តហ្នឹងក៏ធំផងដែរអញ្ចឹងបងប្អូនខ្មែរយើងមួយចំនួនគឺគាត់បានស្គាល់ហើយពិសេសសម្រាប់អ្នកដែលឧស្សាហ៍ទៅឆាយសុខភាពចាគឺទៅពិនិត្យសុខភាពនៅប្រទេសថៃហ្នឹងគឺស្គាល់ហើយចាអ្នកនៅតាមខេត្តចិត្តប្រទេសថៃអីហ្នឹងដូចជាខាងឧត្តរមានជ័យបន្ទាយមានជ័យសៀមរាបបាត់ដំបងអីហ្នឹងចាភាគច្រើនគឺពួកគាត់ឧស្សាហ៍ទៅខាងហ្នឹងណាព្រោះថាពួកគាត់នៅចិត្តចឹងទៅចាហើយក៏ទៅមន្ទីរពេទ្យដើម្បីឆាយសុខភាពរៀងរាល់6ខែឬក៏1ឆ្នាំអីចឹងទៅហើយអ្នកខ្លះគាត់ក៏ទៅព្យាបាលចាទៅពិនិត្យអីចឹងទៅចាហើយអេដមីនក៏ទៅចាឆាយសុខភាពផងដែរចាជូនអ្នកម្ដាយឯងចាទៅឆាយសុខភាពដែរចាអញ្ចឹងពេលយើងធ្វើដំណើរទៅដល់ផ្ទះសនៈហើយក៏ដើរមកមើលមន្ទីរពេទ្យដែលយើងត្រូវទៅពិនិត្យនៅថ្ងៃបន្ទាប់ហើយនឹងរកទិញអីញ៉ាំចាអញ្ចឹងនៅមុខមន្ទីរពេទ្យហ្នឹងគឺគេមានលក់នៅរបស់របរជាច្រើនចានំចំណីជាច្រើនមិនខ្វះទេចាហើយតែយើងមានលុយទិញចាហើយពេលដែលអេដមីនពិនិត្យសុខជូនអ្នកម្ដាយពិនិត្យសុខភាពហើយចាបន្ទាប់មកមួយថ្ងៃទៀតក៏ធ្វើដំណើរទៅទិញអីវ៉ាន់តិចនៅ Big C ចានៅឧបលនឹងតែម្ដងចាព្រោះថាអត់បានឡើងមកចូលទិញនៅបាងកកទេចាព្រោះថាឡើងពីឧបលទៅដល់បាងកកហើយបន្តមកបំពេញវិញចាអញ្ចឹងអត់បានទិញអីវ៉ាន់ទេហើយអញ្ចឹងឆ្លៀតទៅទិញនៅឧបលហើយតែម្ដងចាហើយគ្មានទិញអីច្រើនទេបងប្អូនគឺទៅតែមើលគេហ្នឹងចាមានលុយណាទិញទេចាអញ្ចឹងយើងទៅមើលទិដ្ឋភាពព្រោះថាដែលបានទៅអញ្ចឹងយើងចង់ដឹងថាតើនៅខេត្តគេហ្នឹងចាមានអីខ្លះហើយមានអ្វីខ្លះគួរឲ្យចាប់អារម្មណ៍អញ្ចឹងណាអញ្ចឹងអេដមីនក៏ធ្វើដំណើរទៅចាហើយថតតាមដងផ្លូវដើម្បីចែកជូនបងប្អូនទស្សនាក៏ដូចជាទុកជាអនុស្សាវរីយ៍ណាចា
យើងទៅកន្លែងណាមួយយើងមិនចេះទៅទេណាចាយើងទៅយើងត្រូវដឹងដែរថាតើកន្លែងហ្នឹងមានអីខ្លះណាចាឲ្យចំណេញចាកុំឲ្យយើងទៅឲ្យខាតធម្មតាការដើរលេងក៏ដូចគ្នាបើយើងទៅដើរលេងនៅទីកន្លែងណាមួយយើងត្រូវទៅហ្នឹងឲ្យចំណេញមិនមែនចំណេញអីចំណេញគឺថាយើងបានស្គាល់អ្វីដែលថ្មីអ្វីដែលប្លែកចឹងណាធម្មតាយើងទៅកន្លែងផ្សេងគ្នាយើងច្បាស់ជាឃើញនៅអ្វីប្លែកគ្នាឯចាយើងទៅពិភពលោកដ៏ធំទូលាយយើងនឹងឃើញអ្វីដ៏ធំទូលាយដែរចាអញ្ចឹងហ្នឹងគេហៅថាយើងទទួលបាននៅចំណេះដឹងមួយផងដែរចានេះហើយជាការចំណេញនៃការដើរលេងចាចឹងហើយដើរលេងមិនចេះដើរឲ្យអស់លុយមកវិញអត់បានទទួលអ្វីទេចាគឺទទួលបានមកវិញគឺត្រូវតែបាននៅចំណេះដឹងអ្វីមួយចាដូចជាស្គាល់កន្លែងចាថ្ងៃក្រោយយើងទៅទៀតអីចឹងគឺយើងស្គាល់ណាចាឥឡូវនេះ admit បានមកដល់ Big C ហើយចាបានថតវីដេអូទេអញ្ចឹងថតជាស្លឹកតែម្ដងចាបាយបាយវីដេអូយើងចាប់តែត្រឹមនេះបាយបាយ